សូមស្វាគមន៍មកកាន់ Channel ASEAN Military ដែលជា Channel តែងតែលើកយកសភាវុធមកធ្វើការបង្ហាញនិងនិយាយអំពីព័ត៌មានយោធានៅជុំវិញពិភពលោកថ្ងៃនេះខ្ញុំនឹងលើកយកប្រព័ន្ធការពារដែនអាកាសថ្មីរបស់ប្រទេសចិនមកធ្វើការបង្ហាញហើយមុននឹងយើងទៅស្គាល់អំពីលក្ខណៈពិសេសនៃប្រព័ន្ធការពារអាកាសនេះខ្ញុំសូមពឹងបងប្អូនជួយទៅ Like Follow ហើយនិង Share Facebook Page ឈ្មោះ ASEAN Military ម្នាក់មួយផង Link Facebook Page របស់ខ្ញុំបានដាក់នៅក្នុង Comment ខាងក្រោមវីដេអូនេះខ្ញុំបាទសូមអរគុណទុកជាមុនអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងទៅស្គាល់អំពីប្រវត្តិនិងលក្ខណៈពិសេសនៃប្រព័ន្ធការពារអាកាសនេះទាំងអស់គ្នា HQ-19 គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យមដែលអង្គការ NATO បានហៅថា CHAB2 ដែលវាត្រូវបានផលិតឡើងដោយសាធារណរដ្ឋប្រជាមានិតចិន HQ-19 នេះត្រូវបានគេប្រៀបធៀបវាទៅនឹងប្រព័ន្ធការពារដែនអាកាសTHAADរបស់សហរដ្ឋអាមេរិកនិង SM-3 របស់សហរដ្ឋអាមេរិកផងដែរប្រព័ន្ធការពារដែនអាកាស HQ-19 ត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងមីស៊ីលប្លង់រយៈចម្ងាយមធ្យមវាប្រតិបត្តិការនិងកំណត់គោលដៅជាពីរដំណាក់កាលគឺដំណាក់កាលកំណត់មីស៊ីលប្លង់នៅក្នុងដំណាក់កាលពាក់កណ្ដាលនិងដំណាក់កាលស្ថានីយបញ្ជាមីស៊ីលនេះត្រូវបានបំពាក់ដោយរ៉ាដាប្រភេទ THAAD 610A ដែលមានសមត្ថភាពចាប់គោលដៅរយៈចម្ងាយ 4000 គីឡូម៉ែត្រហើយមីស៊ីលមានសមត្ថភាពស្ទាក់ចាប់គោលដៅសត្រូវក្នុងចម្ងាយ 500 គីឡូម៉ែត្រមីស៊ីលនេះវាប្រើប្រាស់រ៉ាដានិងការនាំផ្លូវដោយប្រព័ន្ធ Infrared ហើយមានបង្អួច Infrared នៅសងខាងដើម្បីកាត់បន្ថយការជ្រៀតជ្រែកបរិយាកាសមីស៊ីលនេះត្រូវបានបំពាក់ដោយម៉ាស៊ីន Rocket រឹង2ដំណាក់កាលដែលអនុញ្ញាតឲ្យមីស៊ីលសម្រេចបាននូវកម្លាំងជាក់លាក់HQ-19 តួនាទីរបស់វាគឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសបាញ់ពីដីទៅអាកាសដើម្បីកំទេចគោលដៅលើអាកាសដូចជាយន្តហោះល្បឿនលឿនជាងសំឡេងដ្រូនឧទ្ធម្ភាគយៈមីស៊ីលប្រឆាំងមីស៊ីលប្លង់ប៉ាឡេស្ទិកនិងមីស៊ីលប្រឆាំងសត្វតឡាយឬផ្កាយរណបHQ-19 នេះត្រូវបានផលិតឡើងនៅក្នុងឆ្នាំ2010រហូតមកដល់បច្ចុប្បន្នហើយវាត្រូវបានដាក់ឲ្យបម្រើការនៅក្នុងជួរកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ2015រហូតមកដល់បច្ចុប្បន្នហើយវាត្រូវបានបង្ហាញជាសាធារណៈនៅក្នុងពិព័រណ៍យោធាជួងហៃ ESO នៅក្នុងឆ្នាំ2024ហើយប្រព័ន្ធការពារដែនអាកាសនេះមានតែកងទ័ពការពារអាកាសចិនតែប៉ុណ្ណោះដែលមានប្រើប្រាស់ប្រទេសចិនពុំទាន់មានការលក់ចេញទៅក្រៅនៅឡើយចំពោះលក្ខណៈពិសេសរបស់មីស៊ីលនេះវាមានប្រវែង 5.8 ម៉ែត្រវាមានអង្កត់ផ្ចិត 0.6 ម៉ែត្រវាបាញ់បានចម្ងាយ400ទៅ500គីឡូម៉ែត្រហើយបាញ់នៅក្នុងរយៈកម្ពស់150គីឡូម៉ែត្រមីស៊ីលនេះវាមានល្បឿនលឿនជាងសំឡេង 7.9 ដងដែលស្មើនឹង 2700 ម៉ែត្រក្នុង1វិនាទីមីស៊ីលនេះបំពាក់នៅលើរថយន្តដែលមានកង់8ខ្ញុំបាទសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗ